តំណាងរាជគណៈបកសង្គ្រោះជាតិក្រុងក៏ហៅរដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិចូលបំភ្លឺក្នុងរដ្ឋសភាជុំវិញបញ្ហាដែលវៀតណាមបំភ្លៃប្រវត្តិសាស្ត្រការអះអាងនេះគឺធ្វើឡើងដោយសមាជិកគណៈកម្មការកិច្ចការបរទេសសហប្រតិបត្តិការអន្តរជាតិឃោសនាការនិងព័ត៌មានរដ្ឋសភាមកពីគណៈបកសង្គ្រោះជាតិនៅក្នុងចំណោមក្រុមបាតកោដែលទាមទារឲ្យវៀតណាមសូមអភ័យទោសជាសាធារណៈនាល្ងាចថ្ងៃទី12ខែសីហាលោកវ៉ាន់វិចាមានសេចក្តីរាយការណ៍សមាជិកគណៈកម្មាធិការកណ្ដាលគណៈបកសង្គ្រោះជាតិ3នាក់រួមមានលោកម៉ោញសុផានលោកយ៉យចម្រើននិងលោកអ៊ុំសំអានបង្ហាញវត្តមានក្នុងបាតកម្មប្រឆាំងនឹងសម្ដីអ្នកនាំពាក្យស្ថានទូតវៀតណាមនៅខាងមុខស្ថានទូតវៀតណាមលោកអ៊ុំសំអានប្រកាសប្រាប់ក្រុមបាតកោថាបើវៀតណាមនៅតែមិនសុំទោសជាសាធារណៈតាមការទាមទាររបស់បាតកោហើយក្រសួងការបរទេសកម្ពុជានៅតែស្ងាត់ជ្រាបដោយកញ្ចក់នោះលោកនឹងក៏ហៅលោកហៅនំហុងមកបំភ្លឺក្នុងរដ្ឋសភាតែម្ដងលោកបន្តថាក្រសួងការបរទេសកម្ពុជាត្រូវតែទទួលខុសត្រូវចំពោះប្រយោជន៍ជាតិហើយអ្នកដែលត្រូវប្រតិកម្មមុនគេបង្អស់នោះគឺក្រសួងការបរទេសមិនមែនជាពលរដ្ឋនោះទេដោយនេះអ្នកតំណាងរាស្ត្រនឹងដេញដោលបញ្ហានេះនៅក្នុងរដ្ឋសភាធ្វើលិខិតក៏ហៅលោកហៅនំហុងមករដ្ឋសភាដើម្បីឆ្លើយមកលើរឿងហ្នឹងហើយសូមឲ្យកោះឯករដ្ឋទូតយួនប្រចាំនៅកម្ពុជាហ្នឹងទៅសួរហេតុអីកាន់ញ៉ាត់មួយមិនឆ្លើយតបសំដៅតាមវិសោធនកម្មទៅលើបញ្ជាផ្ទៃក្នុងនិងវិសោធនកម្មរដ្ឋធម្មនុញ្ញថ្មីហ្នឹងរដ្ឋមន្ត្រីឬយុវមន្ត្រីត្រូវតែមកតាមការអញ្ជើញតាមការកោះហៅរបស់តំណាងរាស្ត្រឬក៏គណៈកម្មការសភាទោះជាបែបណាក្តីតំណាងក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិលោកឡុងវីសេឡូបានឆ្លើយកាលពីថ្ងៃទី11ខែសីហាថារឿងរ៉ាវនេះមិនពាក់ព័ន្ធនឹងលោកឡើយមន្ត្រីការទូតជាន់ខ្ពស់របស់កម្ពុជារូបនេះថែមទាំងបន្ទោសចំពោះពលរដ្ឋដែលធ្វើបាតកម្មទៀតផងចាំបាច់ទៅធ្វើបាតកម្មដាក់គ្នាអីយើងគ្នាបានតែគាត់ទៅយកដាក់ទូតបាយបងមិនចាំបាច់ទេខ្ញុំមិនចាំចេញចេញមានរឿងពាក់ព័ន្ធខ្ញុំខាងពាក់ព័ន្ធការបរទេសដល់អត់ទេអត់មានពាក់ព័ន្ធការបរទេសអត់មានពាក់ព័ន្ធខ្ញុំឯងគាត់ធ្វើសម្បត្តិសួរទៅវៀតណាមវិស័យរឿងមកគេរឿងមកខ្ញុំមានណាចំពោះបាតកម្មទាមទារឲ្យវៀតណាមសូមអភ័យទោសជាសាធារណៈជាលើកទី3នៅថ្ងៃទី2នេះចាប់ផ្ដើមតាំងពីម៉ោង8ព្រឹកដល់ម៉ោង4កន្លះល្ងាចក្រុមបាតកោដាក់វេនគ្នាស្រែករិះគន់មន្ត្រីស្ថានទូតវៀតណាមក្នុងនោះបាតកោខ្លះនិយាយឌឺដងទៅអ្នកតំណាងរាស្ត្រដែលទើបចូលស្បត់ក្នុងសភាថ្មីនោះទៀតផងបាតកោខ្លះនិយាយថាអ្នកតំណាងរាស្ត្របានរៀបបោះឆ្នោតឲ្យពាក់អាវធំចងក្រវ៉ាត់ខអង្គុយក្នុងម៉ាស៊ីនត្រជាក់បែរជាភ្លេចគិតពីប្រយោជន៍ជាតិសង្គមដាក់តាមបាក់តាមជួយបានទៀតចាប់ថ្ងៃនឹងទៅមានថាថាជួយយើងទៀតទេយើងព្រៀបដូចបាត់បង់អាពុកម្ដាយដែលជាទីស្រឡាញ់របស់យើងទៅចាក់ចេញរបស់យើងយ៉ាងថ្ងៃចឹងតែគាត់ចូលសភាឲ្យគាត់ចូលបោកទឹកសម្បត្តិហើយការឌឺដងនោះត្រូវបានស្ងាត់ទៅវិញនៅពេលដែលអ្នកតំណាងរាស្ត្របពប្រឆាំងបង្ហាញខ្លួននៅទីនោះបាតកម្មនៅថ្ងៃទី12ខែសីហានេះឈានដល់ការដុតទង់ជាតិវៀតណាមព្រះសង្ឃមានដើមកំណើតខ្មែរកម្ពុជាក្រោមមួយអង្គមានថេរដីកាថាព្រះអង្គជាអ្នកទទួលខុសត្រូវក្នុងទង្វើនេះដោយហេតុថាព្រះអង្គខ្ញាល់នឹងមន្ត្រីស្ថានទូតវៀតណាមដែលប្រមាថមើលងាយជាតិសាសន៍និងបំភ្លៃប្រវត្តិសាស្ត្រខ្មែរប៉ុន្តែចលនាបំផ្លាញទង់ជាតិវៀតណាមនេះបានរួញតូចទៅវិញបន្ទាប់ពីពលរដ្ឋជាច្រើនអង្វរករអ្នកដែលចង់ដុតទង់ជាតិវៀតណាមឲ្យបញ្ឈប់ក្រោមហេតុផលថាមិនចង់បញ្ឆេះអំពើហិង្សារវាងជាតិសាសន៍ទាំងពីរតកតងនឹងការធ្វើបាតកម្មប្រឆាំងនឹងសម្ដីរបស់មន្ត្រីស្ថានទូតវៀតណាមនេះមិនទាន់ត្រូវបានមន្ត្រីវៀតណាមបញ្ចេញប្រតិកម្មឡើយប៉ុន្តែប្រទេសវៀតណាមបែរជាហៅអតីតប្រមុខរដ្ឋនៃសាធារណរដ្ឋប្រជាមានិតកម្ពុជាដែលតែងតាំងដោយវៀតណាមកាលពីទសវត្សរ៍ឆ្នាំ80ហើយបច្ចុប្បន្នកាន់ការជាប្រធានរដ្ឋសភាកម្ពុជាគឺលោកហេងសំរិនឲ្យទៅទស្សនកិច្ចជាផ្លូវការនៅប្រទេសវៀតណាមរយៈពេល3ថ្ងៃចាប់ពីថ្ងៃទី18ដល់ថ្ងៃទី20ខែសីហាសេចក្តីជូនដំណឹងរបស់រដ្ឋសភាកម្ពុជាបញ្ជាក់ថាលោកហេងសំរិននឹងត្រូវជជែកពិភាក្សាជាមួយមន្ត្រីសំខាន់ៗរបស់បកកុម្មុយនីសវៀតណាមរួមមានលេខាបកកុម្មុយនីសវៀតណាមលោកងៀនភូត្រង់ប្រធានរដ្ឋវៀតណាមលោកជឿងតាំងសាននាយករដ្ឋមន្ត្រីវៀតណាមលោកងៀនតាំងយ៉ុងនិងប្រធានរដ្ឋសភាវៀតណាមលោកងៀនស៊ីងហុងក្រៅពីនេះប្រធានរដ្ឋសភាកម្ពុជាក៏នឹងត្រូវទស្សនកិច្ចសិក្សានិងស្វែងយល់ពីកន្លែងប្រវត្តិសាស្ត្រសំខាន់ៗនៅទីក្រុងហាណូយទៀតផងកាលពីថ្ងៃទី8ខែសីហាលោកសំរងស៊ីនិងលោកហ៊ុនសែនសន្យាគ្នាក្នុងរដ្ឋសភាថាជប់ប្រើយុទ្ធសាស្ត្រទឹកឡើងត្រីស៊ីស្រមោចទឹកហោចស្រមោចស៊ីត្រីប្រមុខបកទាំងពីរសន្យាថានឹងរួបរวมគ្នាដោះស្រាយបញ្ហាជាតិដើម្បីភាពរុងរឿងនៃប្រទេសកម្ពុជា លោកហ៊ុនសែនស្នើឲ្យបកប្រឆាំងឈប់ហៅបកកណ្ដាលអំណាចថាជាក្រុមអាយ៉ងយួន
តែបាតកោប្រឆាំងនឹងមន្ត្រីស្ថានទូតវៀតណាមវិញស្នើឲ្យរដ្ឋាភិបាលចាត់វិធានការចេញកំណត់ការទូតទៅវៀតណាមដើម្បីបញ្ជាក់ពីភាពស្អាតស្អំរបស់គណៈបកប្រជាជនកម្ពុជាថាមិនស្ថិតនៅក្រោមឥទ្ធិពលរបស់វៀតណាមឡើយបាតកម្មប្រឆាំងនឹងសម្ដីរបស់មន្ត្រីស្ថានទូតវៀតណាមនេះនឹងចាប់ផ្ដើមជាថ្មីនៅថ្ងៃទី13ខែសីហានៅវេលាម៉ោង 7 ព្រឹកនៅទីលានប្រជាធិបតេយ្យហើយបាតកោក្រុងដង្ហែមកកាន់ទូតវៀតណាមជាថ្មីខ្ញុំបានវិចារវិទ្យុអាស៊ីសេរីភ្នំពេញ